ខ្ញុំបាទវរៈជនសូមគោរពនឹងជម្រាបសួរបងប្អូនជនរួមជាតិដែលកំពុងតែតាមដានទស្សនានៃការផ្សាយរបស់ទូរទស្សន៍សង្គ្រោះជាតិទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីមេត្រីបងប្អូនជាទីគោរពថ្ងៃនេះទាំងគណៈបកសង្គ្រោះជាតិក៏ដូចជាសង្គមស៊ីវិលបានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិ10ធ្នូខួបលើកទី65ឆ្នាំអ្វីដែលជាការកត់សម្គាល់នោះគឺថាទាំងសង្គមស៊ីវិលក៏ដូចជាសមាជិការបស់គណៈបកសង្គ្រោះជាតិបានរួមគ្នាដើរដង្ហែធម្មយាត្រាសិទ្ធិយាត្រារយៈពេល10ថ្ងៃហើយដោយថ្ងៃនេះបានជុំគ្នានៅរាជធានីភ្នំពេញដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូដែលយើងសរុបទៅគឺមានចំនួនបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនម៉ឺននាក់តតែម្ដងដោយខាងសង្គមស៊ីវិលគាត់បានធ្វើពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី10នេះក្រោមប្រធានបទមានយុត្តិធម៌មានសន្តិភាពចំណែកឯគណៈបកសង្គ្រោះជាតិបានប្រារព្ធធ្វើនៅទីលានប្រជាធិបតេយ្យដែលដឹកនាំដោយលោកប្រធានសំរងស៊ីនិងលោកអនុប្រធានកឹមសុខាក្រោមប្រធានបទសិទ្ធិនៅក្នុងការផ្លាស់ប្ដូរមេដឹកនាំហើយក្នុងនោះផងដែរគណៈបកសង្គ្រោះជាតិបានហែចេញចំនួន3ច្រកដើម្បីចូលទៅកាន់ទីលានប្រជាធិបតេយ្យដែលច្រកទី1ដឹកនាំដោយលោកប្រធានសំរងស៊ីគឺធ្វើដំណើរចេញពីទីស្នាក់ការកណ្ដាលរបស់គណៈបកសង្គ្រោះជាតិតាមបណ្ដោយផ្លូវជាតិលេខ2រហូតដល់ស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងទៅមហាវិថីព្រះមុនីវង្សឆ្ពោះត្រង់រហូតដល់កែងផ្លូវក្រមួនសបត់ស្ដាំរួចបត់ចូលច្រកទីលានប្រជាធិបតេយ្យតាមច្រកផ្លូវលេខ53ដែលជាច្រកទី3ចំណែកឯក្រុមទី2ដែលដឹកនាំដោយលោកអនុប្រធានកឹមសុខាគឺធ្វើដំណើរចេញពីសួនច្បារខាងជើងស្ពានអាកាស7មករាតាមបណ្ដោយផ្លូវ594ឆ្ពោះទៅកាន់អង្គតែនទួកករួចទៅតាមផ្លូវទំនប់រហូតដល់រង្វង់មូលទួកកបត់មកតាមមហាវិថីព្រះមុនីវង្សរហូតដល់ផ្លូវក្រមួនសបត់ចូលទីលានប្រជាធិបតេយ្យតាមច្រកផ្លូវលេខ108ចំណែកឯក្រុមទី3ដែលដឹកនាំដោយលោកស្រីមូសុខួរគឺធ្វើដំណើរចេញពីសួនច្បារទល់មុខឃ្លាំងសាំងសូគីមិចតាមបណ្ដោយផ្លូវជាតិលេខ5សង្កាត់ឫស្សីកោឆ្ពោះទៅតាមមហាវិថីព្រះស៊ីសវ័តរួចបាត់ចូលទីលានប្រជាធិបតេយ្យតាមច្រកផ្លូវលេខ106ខាងជើងផ្សាររាត្រីហើយជាបន្តទៅទៀតនេះផងដែរសូមទូរទស្សនិកជនតាមដានទស្សនានៅសកម្មភាពនៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិរបស់គណៈបកសង្គ្រោះជាតិដែលមានរូបភាពដើមទាំងស្រុងដូចតទៅប្រទេសជឿនឿបើធ្វើតែមួយចំណុចនៃអង្គើអាក្រក់ដោយមានដឹកនាំនៅស្រុកខ្មែរគេបោះឆ្នោតទម្លាក់តាំងពីយូរយារណាស់មកហើយអញ្ចឹងបានស្រុកគេជឿនឿពីព្រោះគេផ្ដោមានដឹកនាំបើនៅមកទៅបងអត់អីទេគាត់តាតែនៅកាន់តែយូរកាន់តែពុករលួយនៅកាន់តែយូរកាន់តែបាច់ការនៅកាន់តែយូររៀបកាន់តែតនៅកាន់តែយូរការបាត់បង់ព្រៃឈើការបាត់បង់សិទ្ធិសេរីភាពរបស់យើងដូច្នេះនៅស្រុកគេគឺមានដឹកនាំធ្វើតែមួយចំណុចនៃអំពើអាក្រក់ដោយមានដឹកនាំស្រុកយើងគេបោះឆ្នោតទម្លាក់ចោលហើយតែស្រុកយើងមិនអាចបោះឆ្នោតទម្លាក់បានពីព្រោះការលួចបន្លំស្លឹកឆ្នោតអញ្ចឹងហើយបានសិទ្ធិរបស់នេះគឺត្រូវតែសំស្លឹកឆ្នោតយើងមកវិញរងឡើងវិញហើយបើមិនផងសំស្លឹកឆ្នោតឡើងវិញបើមិនព្រមឲ្យទៀងទាត់បើមិនព្រមឲ្យរកស្លឹកឆ្នោតឡើងវិញមានតែបោះឆ្នោតឡើងវិញបងប្អូនជនរួមជាតិជាទីស្នេហាជំបាទកម្មសុខាអនុប្រធានគណៈបកសង្គ្រោះជាតិថ្ងៃនេះមានកិត្តិយសដើម្បីចូលរួមជាមួយបងប្អូនជនរួមជាតិទាំងអស់ប្រារព្ធនៅពិធីទិវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូឆ្នាំ2013បានសម្រេចចិត្តហើយដោយអ្នកដឹក
bỏ con tay kể lui chỉ nào như miền Tây tha kể lui sân đường trong ca thưa xanh này chẳng hạn lắc đầu đẹp đẹp rồi đôi chứ này giờ chuột chuột cái này đi cứ làm bay tiên tia giờ sân chuột phải chi được mà làm bay thưa xanh này chẳng hạn chưa mẹ đang ngon tao thế nàyទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីអំបញ្ញមិញនេះលោកអ្នកទើបតែបានតាមដានទស្សនានៅសកម្មភាពរបស់គណៈបកសង្គ្រោះជាតិដែលបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី65ដែលដឹកនាំដោយលោកប្រធានសំរងស៊ីនិងលោកអនុប្រធានកឹមសុខានៅទីលានប្រជាធិបតេយ្យក៏ដូចជានៅតាមផ្លូវផ្សេងទៀតនៅពេលនេះចប់តែប៉ុណ្ណេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណនិងសូមជម្រាបលា